រឿងចំណងដែលមិនអាចបំបែកបានយូរលង់មកហើយមានគ្រួសារតូចមួយរស់នៅភូមិមួយលើភ្នំស្រុកស៊ូរិចប្រទេសស្វីសសមាជិកក្នុងគ្រួសារមានដូចជាអាល់វីននិងប្រពន្ធរបស់គាត់ម៉ារីយ៉ាកូនស្រីដ៏ស្រស់ស្អាតរបស់ពួកគេឈ្មោះថេរីសានិងកូនប្រុសរបស់គេឈ្មោះថាភីធើកូនស្រីនិងកូនប្រុសរបស់ពួកគេមានរូបរាងស្អាតនិងចិត្តល្អពួកគេមានភ្នែកធំធំរហ័សរហួននិងទឹកមុខរីករាយអ្នកដទៃតែងតែលួចមើលនិងសរសើរពួកគេថេរីសាមើលកណ្ដុរលើជើងរបស់បងព្រះជាម្ចាស់ថ្លៃអើយអញពិតជារំខានណាស់អញពិតជារំខានបងមែនអូយបងស្រីអើយខ្ញុំគ្រាន់តែបងតែប៉ុណ្ណោះតាអញបន្លាចបងដឹងថាបងឈួតនឹងខ្លាចកណ្ដុរមែនទេមកបងស្រីថេរីសាកណ្ដុរតូចពណ៌សទាំងអស់នោះគួរឲ្យស្រឡាញ់ណាស់តើបងខ្លាចដល់របៀបណាទៅឥឡូវនេះខ្ញុំទៅរើសផ្លែស្ទ្រូប៊េរីតើបងទៅជាមួយនឹងខ្ញុំដែរទេមិនទៅទេអញនឹងរំខានដល់បងនៅតាមផ្លូវបងទៅជាមួយនឹងប៉ាវិញភីធើបានដើរចេញហើយបងស្រីរបស់វាដើរតាមពីក្រោយបងស្រីសម្លាញ់ហេតុអីពេលនេះបងមកតាមខ្ញុំអញ្ចឹងថេរីសាបានដើរទៅមុខវិញក្មេងល្ងងបងមិនមែនដើរតាមអញទេបងកំពុងនាំមុខអញទៅដើរតាមបងមកលើត្រាតែបងចង់រកផ្លែស្ទ្រូប៊េរីដែលផ្អែមបំផុតបាទបងស្រីពួកគេដើរទៅមុខនិងសម្ដៅទៅកាន់ព្រៃថេរីសាតើបងនាំខ្ញុំទៅណានឹងកុំភ័យអីប្អូនគឺជាអ្នកដើរនៅខាងមុខបងទេតាអូតាអញបាននាំបងទៅណាដើមឈើទាំងអស់នៅទីនេះសក់ក៏ក្រាស់ណាស់មើលទៅដីគឺស្ងួតនឹងព្រៃតែយើងបានចូលទៅក្នុងពិភពផ្សេងមែនទេស្ទើរតែគ្មានខ្យល់ដកដង្ហើមហើយព្រះអាទិត្យកំពុងតែឆេះដោយភ្លើងសត្វប្រជាវានៅលើដីហើយកង្កែបក៏លុតជុំវិញយើងពិតជាវង្វេងផ្លូវហើយមកកន្លែងខុសទីដឹងខ្ញុំមានអារម្មណ៍ស្រែកទឹកខ្លាំងណាស់មើលទៅទីនោះណាបងឃើញមានផ្ទះមួយនៅខាងមុខទ្វារហាក់ដូចជាបានចំហផងសួស្ដីយើងវង្វេងផ្លូវហើយយើងក៏មានអារម្មណ៍ថាស្រែកទឹកខ្លាំងផងដែរសូមឲ្យខ្ញុំផឹកទឹកខ្លះបានទេបន្ទាប់មកមាននរណាម្នាក់បិទទ្វារបងខ្ញុំទ្រាំមិនបានផឹកទឹកទេខ្ញុំស្រែកទឹកខ្លាំងណាស់បងខ្ញុំត្រូវការទឹកថេរីសាគួរទ្វារ3ដងគ្មាននរណាម្នាក់ឆ្លើយទេកុមារទាំងពីរក៏បាត់បង់ក្តីសង្ឃឹមអស់ភីធើអង្គុយនៅលើដីសេចក្តីស្រឡាញ់ពីព្រះអាទិត្យសូមបើកទ្វារមកខ្ញុំពិតជាមិនអាចឃើញប្អូនប្រុសរបស់ខ្ញុំប្រងទុកបែបនេះទេទ្វារក៏បានបើកហើយស្ត្រីវ័យចំណាស់ម្នាក់បានដើរចេញមកតើអ្នកទាំងពីរជាអ្នកណាតើមកដល់ទីនេះដោយរបៀបណាទីនេះជាកន្លែងដាច់ស្រយាលណាស់សូមចាក់ចេញពីទីនេះទៅចាពួកយើងគឺជាបងប្អូនមកកើតហើយពួកយើងបានវង្វេងផ្លូវប្អូនប្រុសរបស់ខ្ញុំភេទថាស្រែកទឹកខ្លាំងណាស់សូមមេត្តាផ្ដល់ទឹកឲ្យគេផងស្ត្រីនោះក៏យកទឹកឲ្យភីធើស្រែកទឹកខ្លាំងណាស់ហើយគេក៏ផឹកទឹកទាំងអស់ក្នុងពេលតែមួយអូថេរីសាខ្ញុំពិតជាសុំទោសខ្ញុំអាត្មានិយមណាស់ខ្ញុំបានផឹកទឹកទាំងអស់ហើយកុំដៅដល់ក្តៅនេះបងក៏ស្រែកទឹកដែរសំឡេងបរិសម្នាក់ចេញពីខាងក្នុងផ្ទះស៊ូស៊ីឲ្យក្មេងៗចូលមកផ្ដល់ទឹកឲ្យក្មេងស្រីផងដែរទៅចនពួកយើងមានទឹកតិចណាស់យើងត្រូវផ្ដល់ទឹកឲ្យពួកគេក្មេងៗចូលមកអង្គុយខាងក្នុងមកខ្ញុំនឹងយកអាហារនិងទឹកមកឲ្យភេទថាមានទឹកច្រើនទៀតណាអត់ទេថេរីសាបងញ៉ាំវាទៅដើម្បីបំបត្តិការស្រែកទឹកបងតែងតែឲ្យខ្ញុំមុនគេរហូតយូរទៅបងត្រូវគិតពីខ្លួនឯងផងនេះណាយកទៅផឹកទឹកនេះដែរទៅកុមារទាំងពីរញ៉ាំអាហារនិងផឹកទឹកឥឡូវពួកគេចាប់អារម្មណ៍ចង់ដឹងថែមទៀតថាហេតុអ្វីបានជាប្តីប្រពន្ធនេះរស់នៅទីនេះសូមដើរទៅមុខទៅដាក់កែវនៅទីនេះចុះសូមទោសផងក្មេងៗតែប្តីខ្ញុំនិងខ្ញុំពិការភ្នែកគាត់គឺចនហើយខ្ញុំគឺស៊ូស៊ីប៉ុន្តែភ្នែករបស់គាត់ដូចជាធម្មតា
មើលទៅប្រកាសជាមិនដឹងថាគាត់ពិការទេ មែនហើយវាហាក់ដូចជាធម្មតាប៉ុន្តែវាមិនអាចមើលឃើញទេយើងមិនពិការពីកំណើតទេ វាមានអ្វីកើតឡើងទៅដែលធ្វើឲ្យលោកមើលមិនឃើញនោះ បើចង់ដឹងថាមានអ្វីកើតឡើងពូនឹងប្រាប់កាលពីប្រហែលឆ្នាំមុនយើងទាំងពីរនាក់នៅក្មេងនៅឡើយយើងទាំងពីរនាក់គឺមានការខកចិត្តយ៉ាងខ្លាំងពេលមួយពេលយើងនៅក្នុងព្រៃយើងបានជួបនឹងក្តាន់មួយដែលមានរបួសវាស្រែកហៅយើងឲ្យជួយដោយការឈឺចាប់តែយើងក៏មិនបានអាណិតវាទេខ្ញុំបាននិយាយថាយើងមិនអាចជួយឯងបានទេយើងប្រញាប់ធ្វើកិច្ចការសំខាន់មួយកុំហៅយើងទៀតអីយើងបានដើរចេញទៅសត្វក្តាន់នោះហៅយើងម្ដងទៀតវាបានអង្វរថាបើយើងមិនជួយវាទេសត្វឆ្កែចចកនឹងសម្លាប់វាហើយនឹងស៊ីវាមានឆ្កែចចកបានចូលទៅចិត្តសត្វក្តាន់ដើម្បីស៊ីវាប៉ុន្តែស៊ូស៊ីនិងខ្ញុំនៅតែប្រងើយកន្តើយនឹងវាហាក់ដូចជាយើងគ្មានក្តីមេត្តានិងក្តីសប្បុរសការយល់ចិត្តនៅក្នុងចិត្តរបស់ពួកយើងរួមពេចនោះសត្វក្តាន់ក៏បានប្រែក្លាយទៅជាទេពអប្សរដ៏ស្រស់ស្អាតទ្រង់ខឹងពួកយើងហើយក៏បានដាក់បណ្ដាសាមកលើពួកយើង តើអ្វីទៅជាបណ្ដាសានោះសូមប្រាប់ពួកយើងមក ទេពអប្សរបានប្រាប់យើងថាពួកយើងបានប្រព្រឹត្តអំពើបាបដោយមិនអើពើនឹងការអង្វររបស់ទ្រង់បាននិយាយថាទ្រង់ត្រូវដាក់ទោសពួកយើងព្រោះយើងគ្មានមនុស្សធម៌ឬចិត្តសប្បុរសនៅក្នុងចិត្តរបស់យើងដោយសារពួកយើងគ្មានកូនទ្រង់បានដាក់បណ្ដាសាយើងថាថ្ងៃដែលកូនពួកយើងកើតមកពួកយើងនឹងត្រូវពិការភ្នែកនៅពេលដែលកូនរបស់ពួកយើងកើតមកពួកយើងមិនអាចមើលឃើញអ្វីទាំងអស់ទ្រង់បាននិយាយថាពួកយើងនឹងមានកូន2នាក់តែពួកគេនឹងចាកចេញពីពួកយើងនឹងត្រូវរស់នៅដាច់ពីគេហើយនឹងកូនក៏បាត់បង់ អូប្រជាម្ចាស់តើលោកមិនបានអង្វរទេពអប្សរឲ្យរួចផុតពីបណ្ដាសានេះទេ ខ្ញុំបានសុំហើយក្មេងតូចខ្ញុំបានអង្វរហើយអង្វរទៀតខ្ញុំបានទទួលយកកំហុសរបស់ខ្ញុំដែលខ្ញុំបានប្រព្រឹត្តដោយមិនដឹងខ្លួនខ្ញុំបានស្នើសុំទ្រង់បង្ហាញផ្លូវចេញពីបណ្ដាសានេះបើមិនដូច្នេះទេវាគ្មានន័យអ្វីដើម្បីរួមបន្តទេទីបំផុតទេពអប្សរក៏បានទន់ចិត្ត តើទ្រង់បាននិយាយអ្វី ទ្រង់បាននិយាយថាកូនរបស់ខ្ញុំនឹងត្រឡប់មកផ្ទះវិញបន្ទាប់ពី12ឆ្នាំប្រសិនបើនៅពេលនោះដួងចិត្តរបស់យើងពោពេញទៅដោយក្តីសប្បុរសការយល់ចិត្តនិងសេចក្តីស្រឡាញ់នោះកាយភ្នែករបស់ពួកយើងនឹងភ្លឺឡើងវិញហើយនឹងមានភាពអ៊ូអរឡើងវិញទ្រង់បាននិយាយថាពេលនោះពួកយើងអាចមើលឃើញនិងស្គាល់កូនពួកយើងពេលឆនបានបញ្ចប់រឿងរបស់គាត់អាចមើលឃើញឡើងវិញស៊ូស៊ីក៏អាចមើលឃើញបានដែរសូមអរគុណព្រះនាងខ្ញុំអាចឃើញអ្វីម្ដងទៀតហើយភ្នែករបស់ខ្ញុំអាចមើលឃើញឡើងវិញហើយអរគុណទ្រង់ ក៏អាចមើលឃើញដែរកូនមកវិញហើយមកសូមឲ្យម្ដាយអោបបន្តិចមក កូនទាំងពីរនាក់រត់ទៅអោបម្ដាយឪពុកនៅទីនោះផ្កាចាប់ផ្ដើមរីកដូចជារដូវផ្ការីកដើមឈើបៃតងផ្ដល់ម្លប់ត្រជាក់ហើយខ្យល់ក៏ក្រអូបតាមធម្មជាតិកូនទាំងពីរគឺបានណែនាំឪពុកម្ដាយពិតរបស់ពួកគេចននិងស៊ូស៊ីទៅកាន់ឪពុកម្ដាយចិញ្ចឹមរបស់ពួកគេអាល់វីននិងម៉ារីយ៉ា ឥឡូវនេះពួកយើងមានពរជ័យដល់សេចក្តីស្រឡាញ់របស់ឪពុកម្ដាយទាំងពីរនិងគ្រួសារដែលបានជួបជុំគ្នា ព្រះអង្គបានប្រទានពរដល់ខ្ញុំដោយអំណរដ៏អស់ពីចិត្តឥឡូវនេះខ្ញុំទទួលយកថាសេចក្តីស្រឡាញ់សេចក្តីសប្បុរសនិងការយល់ចិត្តគឺពិតជាអាចផ្លាស់ប្ដូរជីវិតរបស់មនុស្សនិងធ្វើឲ្យកាន់តែប្រសើរឡើង